ព្រះគុណត្រង់អង្គកខ្ញុំប្រកាសណាសូមលើកកំបងអញ្ជលីក្រាបនមស្ការចំពោះគុណព្រះរតនត្រ័យកែទាំង3មានគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃជាទីពឹងនិងជាទីរលឹកជាទីសក្ការៈគោរពបូជាដ៏ខ្ពង់ខ្ពស់និងសូមធ្វើកិរិយាកិច្ចគោរពចំពោះសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីប្រជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រទស្សនានៅក្នុងកម្មវិធីអនុមោទនាបុណ្យរបស់បណ្ដាញទូរទស្សន៍កម្ពុជា CTN ចាស់ប្រកាសណាស់ថាប្រជាពុទ្ធបរិស័ទគ្រប់ទិសទីគ្រប់ស្រទាប់វណ្ណៈទោះបីជារស់នៅក្នុងជីវភាពចាស់ណាមួយក៏ដោយក៏ពួកគាត់តែងតែកើតនៅសទ្ធាជ្រះថ្លាក្នុងការបំពេញបុណ្យដែលឡែកនៅក្នុងថ្ងៃនេះពីកម្មវិធីអនុមោទនាបុណ្យបានចាស់មកកាន់ភូមិមួយចាស់គឺភូមិស្រែតាម៉េងឃុំទំនប់ធំស្រុកពញាលឺខេត្តកណ្ដាលចាស់ដែលក្រុមគ្រួសាររបស់លោកម្ចាស់ដើមទៀនប្រធានដើមបុណ្យគឺមានជីវភាពមធ្យមប៉ុន្តែលោកបានកាត់នៅសទ្ធាក្នុងការបំពេញនៅបុណ្យកុសលជូនទៅដល់លោកអ្នកមានគុណដែលនៅមានជីវិតនៅឡើយក៏ដូចជាឧទ្ទិសនៅតក្កណានុប្រទានជូនទៅដល់លោកអ្នកមានគុណដែលបានចែកឋានទៅផងដែរចា៎នេះគឺជាគុណធម៌មួយដែលពុទ្ធបរិស័ទចា៎គួរណាស់តែប្រតិបត្តិចំពោះលោកអ្នកមានគុណគ្រប់គ្នាចា៎ហើយនឹងខ្ញុំក៏មិនភ្លេចដែរចំពោះអស់លោកស្រីអ្នកនាងកញ្ញាពុទ្ធបរិស័ទដែលមានបំណងចង់ប្រារព្ធនៅកម្មវិធីបុណ្យផ្សេងហើយចង់ទទួលបាននៅភាពងាយស្រួលចា៎គឺសេចក្តីថ្លៃថ្នូរក្នុងកម្មវិធីបុណ្យរបស់អស់លោកនោះគ្រាន់តែទំនាក់ទំនងមកហាងស្រីពៅស្មូតដែលយើងខ្ញុំមានសេវាកម្មរៀបចំនៅក្នុងពិធីបុណ្យចាស់មួយចាប់តែម្ដងមួយចាប់កម្មវិធីបុណ្យតែម្ដងចាស់ដោយតម្លៃសមរម្យហើយហាងនេះខ្ញុំក៏មានលក់នៅសម្ភារៈធ្វើបុណ្យគ្រប់ប្រភេទដែលលោកអ្នកអាចទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទ017 75 63 និង 79ចាស់016 22 83 84ដែលមានអាស័យដ្ឋានស្ថិតនៅផ្ទះលេខ366ចាស់សង្កាត់អូឡ িম্প ិកខណ្ឌដូនពេញរាជធានីភ្នំពេញចាស់សូមបញ្ជាក់ថានៅខាងកើតវត្តមហាមន្ត្រីចាស់កុំឲ្យខាត់ពេលវេលាចាស់នៅក្នុងកម្មវិធីសូមអញ្ជើញអស់លោកស្រីពុទ្ធបរិស័ទទស្សនានៅក្នុងកម្មវិធីបុណ្យនេះតែម្ដងចាស់សូមគោរពអញ្ជើញបានប្រពន្ធប្រពន្ធជាអាការជាប្រថុយជាបានយើងចាំប្រពន្ធសមត្ថភាពជាប្រពន្ធតាមមានអ្នកណាព្រះមហាអ្នកឡានប្រពន្ធមកจากក្រៅតែប្រពន្ធតែដល់នៅទៅវត្តតាមយើងមកតាមបានបរិយាកាសទីការយើងមកតាមអន្តរជាតិយើងបានសពរកក្រៅអាទិកម្មពុទ្ធរាជជាពុទ្ធប្រសាទព្រឹហើយយើងក៏បានជួយអរគុណដល់តាមមកតាមតែណាឲ្យពោទេអរគុណទៅដល់យើងអាចតែជាអនមកមិនខំណាស់ដែលបានបដងការទៅតាមមុខនេះមកจากណាទៀតនេះចាប់ពីហើយក៏ទៅរត់យ៉ាងនិយាយបានការជំនឿដែលជាជំនឿដែលបានបច្ចុប្បន្ននេះពុទ្ធវាសាស្ត្រទេយិតដែលបានចូលរួមទៅក្នុងអស់ទៅបានគ្រប់ទៅណាគឺជាការតាមចំណាយចំណាច់จากខាងទៅមកមុខសម័យលើទៅក្រោយឲ្យយើងទៅជាការឲ្យតាមអស់ក៏ដល់យើងស្អាតរំលឹកពុទ្ធនេះមុខខាងទៅដាក់ទៅវិទ្យាជាតាមអាទៅគឺយកទៅយ៉ាទៅជាទៅតាមពីតាមបានជាចូលទីតារួមនៅក្តីណាលោកចាស់ចាស់ប្រានសូមជូនដាក់ផលហើយបានសូមតបចង្ការដល់តាមប្រតិទិចាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសដែលកំពុងតែទស្សនានៅក្នុងកម្មវិធីអនុមោទនាបុណ្យរបស់បណ្ដាញទូរទស្សន៍កម្ពុជា CTN នៅក្នុងឱកាសនេះក្រុមគ្រួសារចាស់របស់
លោកពូដែលស្ថិតនៅក្នុងស្រុកពញាលឺខេត្តកណ្ដាលលោកបានប្រារព្ធនៅពិធីបុណ្យកតញ្ញូកតវេទីជូនចំពោះលោកអ្នកមានគុណហើយនឹងខ្ញុំក៏ចង់ដឹងអំពីទឹកចិត្តរបស់មេត្តាដែលយើងហៅថាជាអ្នកមានគុណជាគ្រូដើមជាបុព្វចារផងនោះចាតើថ្ងៃនេះលោកមានអារម្មណ៍យ៉ាងណានៅពេលដែលកូនប្រុសស្រីបានប្រារព្ធនៅពិធីបុណ្យនេះជូនចំពោះលោកចាដូច្នេះសូមគោរពអញ្ជើញពុទ្ធបរិស័ទចាទូរទស្សនិកជនទាំងអស់ជួបជាមួយនឹងលោកយាយក៏ដូចជាលោកតាជាមួយនឹងនាងខ្ញុំដូចតទៅសូមគោរពអញ្ជើញសូមជម្រាបសួរម៉ាក់យាយជម្រាបសួរចាសុខសប្បាយទេម៉ាក់យាយសុខសប្បាយចាថ្ងៃនេះបានកូនចៅក្មួយធ្វើបុណ្យជូនចាម៉ាក់យាយអញ្ចឹងម៉ាក់យាយត្រូវជាម្ដាយរបស់អ៊ំប្រុសដែលជាអ្នកម្ចាស់ដើមបុណ្យមែនទេម៉ាក់យាយចាម្ដាយមែនណាចាម្ដាយហើយម៉ាក់យាយត្រូវជាយ៉ាងម៉េចចាម្ដាយក្មេកត្រូវជាម្ដាយក្មេកចាហើយម៉ាក់យាយត្រូវម្ដាយមីងម៉ាក់យាយត្រូវជាយ៉ាងម៉េចដែរម្ដាយក្មេកចាចាំម៉ាក់យាយខាងនោះត្រូវជាប្អូនថ្លៃម៉ាក់យាយខាងនេះចាហើយម៉ាក់យាយត្រូវម្ដាយក្មេកហើយលោកតាឪពុកមាអូចាអញ្ចឹងត្រូវជាម្ដាយត្រូវជាម្ដាយក្មេកត្រូវជាមីងចានេះគឺជាបង្ហាញថាអ៊ំប្រុសដែលជាម្ចាស់ដើមទានប្រធានដើមបុណ្យនិងក្រុមគ្រួសារគឺជាបុគ្គលដែលប្រកបដោយកតញ្ញូកតវេទីចំពោះមេត្តាក៏ដូចជាលោកអ្នកដែលមានគុណជាសាច់ញាតិចាជាពូជាមីងជាម្ដាយក្មេកផងដែរម៉ាក់យាយជាដំបងចៅសំសួរម៉ាក់យាយមានពនាមអ្វីដែរចាថាម៉េចមានឈ្មោះអ្វីដែរម៉ាក់យាយឈៀនកំសៀវឆ្នាំនេះអាយុប៉ុន្មានហើយម៉ាក់យាយឆ្នាំនឹងអាយុ87ហើយចាថ្ងៃនេះមានអារម្មណ៍ទឹកចិត្តសប្បាយរីករាយយ៉ាងណាទៅម៉ាក់យាយចាបានកូនចៅរៀបចំឲ្យសប្បាយមែនទែនសប្បាយមែនតើណាសប្បាយមែនទែនចាឃើញថាថ្ងៃនេះការប្រារព្ធនៅពិធីបុណ្យមានការអញ្ជើញចូលរួមច្រើនពីញាតិមិត្តបងប្អូនអ្នកនៅជិតខាងអញ្ចឹងចង់ឲ្យម៉ាក់យាយជូនបុណ្យទៅដល់ពុទ្ធបរិស័ទបន្តិចណាម៉ាក់យាយដែលគាត់កំពុងតែទស្សនាទូរទស្សន៍អញ្ចឹងសូមម៉ាក់យាយជូនបុណ្យកុសលថ្ងៃនេះផងចាជូនកុសលកូនចៅទាំងអស់គ្នាបានក្តីសុខក្តីចម្រើនសូមជូនមគ្គផលបានដល់ញាតិមិត្តជិតឆ្ងាយដែលបានមកធ្វើបុណ្យចូលខ្ញុំនឹងក៏សូមបានគ្រប់គ្នាសាធុអត់ចេះពោមិនទេសាធុចាសូមអរគុណច្រើនម៉ាក់យាយក៏ដូចជាចាម៉ាក់យាយលោកតាទាំងអស់ហើយពីកម្មវិធីអនុមោទនាបុណ្យរបស់បណ្ដាញទូរទស្សន៍កម្ពុជា CTN សូមជូនពរម៉ាក់យាយលោកតាទាំងអស់ឲ្យជួបតែនឹងពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡាយសូមកាត់ជាតិណានាជួបនឹងព្រះច្បាស់នឹងធម៌សូមអនុមោទនាធុសាធុសាធបទសមាទោចំពោះមេត្តាបៃតាកូនសូមអោនកាយក្រាបវន្ទាបង្គំសូមលាតផ្សេងដែលកូនខហើយតាំងពីក្មេងកាយចិត្តវង្វេងនឹងវាចាសំដីធ្ងន់ស្រាលបំបានដឹងតមតមាត់ណែរឹងតែឆ្លើយឆ្លងស្ដីថាហើយខឹងនឹងម្ដាយថ្លៃកូនខច្រើននឹងម៉ែហេតុតែងងខ្លៅមិនស្ដាប់តាមដែលលោកមានគុណបានហាមប្រាមតែកូនមិនតាមការប្រដៅ
នលោកហើយសូមមេត្តាកាយវន្តនីការកម្លាំងចំពោះមេត្តាបិតាឥឡូវបន្តទៅសូមឲ្យកញ្ញាភឿនស្រីពៅសូមអនុមោទនាអាយុវណ្ណៈសុខបលាំងចូលមានដល់លោកអ្នកក្រុមអង្គេសូមនៅជាសុខក្រុមវេនីកូនចៅគ្រប់គ្នាទាំងឡាយយ៉ាងនេះព្រះពុទ្ធទ្រង់អនុគលព្រមតទួលនឹងសំដែរដោយតនឲ្យភាពថ្លៃតាមពីវៈអង្គ
ប្រទេសនាអង្គនុគ្រូពួកបរិស័ទដែលជាប់ខាត់ដោយមងអូហាឲ្យកើតមានបញ្ញាប្រកបនេះទេនុយសូមអនុមោទនី សូមអនុមោទនាចតារោតហម្មាវត្ថន្តោអាយុវណ្ណោសុខੰពលំធម៌គឺព្រះពុទ្ធបោទាំងឡាយ4ប្រការអាយុវណ្ណៈសុខៈពលៈបើទាំង4ប្រការនេះវត្តហន្តោក៏សូមឲ្យវ័យវឌ្ឍនាការចម្រុងចម្រើនដងកងដងកើងកើតមានដល់កាលណាលោកម្ចាស់គ្រប់ព្រះអង្គព្រមមើលលើដល់ញាតិញោមស្រីប្រុសទាំងឡាយដែលជាអ្នកមាននៅប្រាសាទសទ្ធាដើម្បីនឹងរងចាំស្ដាប់នៅឱវាទនៃព្រះសទ្ធម្មវិសេសទេសនានាវេលាឱកាសនេះហើយក៏បានរតនានិមន្តខ្ញុំបករណាអាត្មាភាពទាំងពីរព្រះអង្គដើម្បីជាអ្នកផ្លាថ្លែងសម្ដែងនៅពធទេសនាខ្ញុំបករណាអាត្មាភាពទាំងពីរព្រះអង្គនេះសោតទៀតក៏បានទទួលភារៈភ្នាក់ងារដើម្បីប្រកាសសម្ដែងនៅពធទេសនាដែលជាអវាទានុសាសនីយជាពាក្យទូមានព្រានប្រដៅរបស់ព្រះដ៏មានប្រភាក៏ប៉ុន្តែមុននឹងសម្ដែងក៏សូមមេត្តាខន្តីអធ្យាស្រ័យអំពីសន្តានបតីទឹកចិត្តប្រការណាប្រគុណជាម្ចាស់ញាតិញោមស្រីប្រុសទាំងឡាយផងដែរយ៉ាងអញ្ចឹងថ្ងៃនេះញាតិញោមស្រីប្រុសទាំងឡាយបានឱកាសដើម្បីស្ដាប់នៅព្រះសទ្ធម្មវិសេសទេសនាអំពីសំណាក់ខ្ញុំគណៈអាត្មាភាពទាំងពីរព្រះអង្គគឺមានខ្ញុំបកណ្ដាអាត្មាពនាមប៉ែនវិបុលគង់នៅនៅនាវត្តបទុមបតីរាជធានីភ្នំពេញនិងកណាលោកម្ចាស់បដិបគុណអគ្គធម្មោហិភេរមដែលគង់នៅនាវត្តចម្ពោះវ័នគឺរាជធានីភ្នំពេញដែរឥឡូវសូមអរតនានិមន្តកណាលោកម្ចាស់ព្រះអគ្គធម្មោហិភេរមដើម្បីបានបរិយាយបកស្រាយនៅក្នុងរឿងមេដាបេដាជាអាហុណីយបុគ្គលរបស់កូនប្រុសនិងកូនស្រីសូមអរតនានិមន្តសូមអនុមោទនាអ្នកមកខោរតនតិយស័ក្តិខ្ញុំព្រះករណាម្ចាស់សូមអ្នកមសិកាក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតន៍គឺមានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពជ្រះថ្លាកោតក្រែងក្រៃលែងអំពីអង្គខ្ញុំព្រះករណាខ្ញុំបកណាសូមអ្នកមសិកាក្រាបថ្វាយបង្គំចំពោះលោកម្ចាស់គ្រូព្រះមហាបែនវិបុលដែលមានប្រក្រតីគង់លើគ្រែធម្មាសនៈដើម្បីអង្គខ្ញុំបកណាបានឱកាសប្រកាសសម្ដែងនៅពធរបស់ព្រះសម្មាសម្ពុទ្ធបែបបច្ឆាវិសាចនីជាមួយនឹងព្រះអង្គចាស់គ្រូដោយសេចក្តីគោរពជ្រះថ្លាកោតក្រែងទៅយ៉ាងក្រៃលែងមុនលើខ្ញុំបកណាសូមអ្នកមសិកាក្រាបថ្វាយបង្គំចំពោះកណាលោកម្ចាស់គ្រប់ព្រះអង្គដែលមានព្រះវត្តមានគង់ព្រះសន្តានព្រះធម៌ទេសនានៅក្នុងគណៈពេលនេះហន្តីថេរៈបពិតព្រះមហាថៃគ្រូដ៏ចម្រើនអហង្វចនំសត្វាខ្ញុំបកណាបានស្ដាប់នៅព្រះសោសៀងសំនៀងព្រះវាចាខ្លះខ្លៃរបស់ព្រះអង្គចាស់គ្រូព្រះមហាបែនវិបុលព្រះអង្គបានប្រកាសសម្ដែងនៅព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធប្រកេនកណាលោកម្ចាស់នឹងចែកជូនញាតិញោមពុទ្ធបរិស័ទព្រះសន្តាប់នឹងស្ដាប់ដើម្បីបានជាកតិ
ក្នុងការពិចារណាប្រព្រឹត្តទៅជាបុណ្យកុសលគ្រប់ព្រះអង្គគ្រប់គ្នាឃើញថាការប្រកាសសម្ដែងនៅពធរបស់ព្រះសម្មាសម្ពុទ្ធដោយព្រះអង្គចាស់គ្រូព្រះមហាផែនវិបុលឃើញថាញាតិញោមពុទ្ធបរិស័ទមួយចំនួនគាត់បង្ហូរនៅទឹកភ្នែកហើយញាតិញោមពុទ្ធបរិស័ទណាដែលបង្ហូរនៅទឹកភ្នែកមានតែកូនប្រុសមានតែកូនស្រីធ្លាប់ធ្វើឲ្យម្ដាយធ្លាប់ធ្វើឲ្យលោកឪពុកលំបាកចិត្តបានថ្ងៃនេះព្រះអង្គចាស់គ្រូព្រះមហាផែនវិបុលព្រះអង្គប្រកាសសម្ដែងអំពីគុណលោកឪពុកអំពីគុណអ្នកម្ដាយមេត្តានិងបិតាគឺមានគុណទៅលើកូនប្រុសទៅលើកូនស្រីធំធេងយ៉ាងក្រៃលែងដែលមិនអាចកណនីដែលមិនអាចយកវត្ថុអ្វីឲ្យប្រៀបជាមួយនឹងគុណលោកឪពុកឲ្យប្រៀបជាមួយនឹងគុណអ្នកម្ដាយបានបរមព្រះសម្មាសម្ពុទ្ធបរមគ្រូជាអង្គម្ចាស់ដែលយើងព្រះអង្គលោកហើយមេត្តានិងបិតាយ៉ាប់យើងក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសថែរក្សាកូនស្រីដូច្នោះហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គដាក់នាមឲ្យមេត្តានិងបិតា4យ៉ាងព្រះអង្គសម្ដែងថាឧបហោបចេតេប្រមាបពៈទេវាបពាចរិយាអាហុណៃយាតិចវវិជ្ជតេហើយសួរថាញាតិញោមជាពុទ្ធបរិស័ទមានញោមឧបាសិកាឈានកំសៀវមានញោមឧបាសិកាស្ដើងជាដើមគាត់ស័ក្តិសមទទួលនៅនាម4យ៉ាងនឹងអត់ប្រកាសជាស័ក្តិសមនៃការទទួលនាម4យ៉ាងដោយព្រះសម្មាសម្ពុទ្ធព្រះអង្គបានដាក់នាមឲ្យដោយសារតែព្រះអង្គឃើញម្ដាយព្រះអង្គឃើញលោកឪពុកយ៉ាប់យើងក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសថែរក្សាកូនស្រីសពគ្រប់បែបយ៉ាងអញ្ចឹងហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គដាក់នាមឲ្យមេដានិងបិតា4យ៉ាងអ្នកសូមបញ្ជាក់ឲ្យច្បាស់ណាញោមរឿងម្ដាយរឿងលោកឪពុកគាត់ចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសកូនស្រីលំបាកដល់មកញោមលំបាកត្រង់តែកូនប្រុសត្រង់តែកូនស្រីនឹងប្រើម្ដាយលំបាកត្រង់តែកូនប្រុសកូនស្រីទាំងឡាយនឹងប្រើលោកឪពុកខ្ញុំឯងជឿអញ្ចឹងអត់ថាខំចំវាឲ្យវាធំទៅពេញរូបពេញរាងពេញកំឡោះពេញកំមុំទៅថាកូនប្រុសកូនស្រីទាំងឡាយនឹងវាឈប់ប្រើឯងណាដល់តែមានឯងញោមអើយញោមកូនពេញកន្លោះកូនពេញកំមុំនឹងតែប្រើម៉ែនឹងតែប្រើឪនឹងទៅទៀតម្ដាយលោកឪពុកនឹងគាត់ពិចារណាទៀតដែរកូនឯងពេញកន្លោះកូនឯងពេញកំមុំនៅប្រើឯងនោះប្រើពេកហើយឡៅញោមពិចារណាមើលទៅគ្រាន់តែកូនមកចាប់បដិសន្ធិភ្លាមពេលដែលម្ដាយដឹងតែកូនមកចាប់បដិសន្ធិហើយកូនប្រុសកូនស្រីទាំងឡាយតែងតែជាម៉ៃដល់មកដូចម្ដាយធ្លាប់ទូលធ្ងន់ម្ដាយធ្លាប់រែកធ្ងន់កូនមកចាប់បដិសន្ធិប្រកបម៉ែដល់មកញោមណែវយកំរែកធ្ងន់ពេកប្រយ័ត្នឲ្យលូតអញណាណែវយកំដៅខ្លាំងពេកអញពិបាករស់នៅក្នុងជ័យណាឃើញទេញោមពេលដែលកូនមកចាប់បដិសន្ធិប្រើម៉ែនោះប្រើពេកហើយម្ដាយធ្លាប់រែកបែរជាម្ដាយនឹងលែងរែកដែរម្ដាយធ្លាប់លីធ្ងន់កូនមកចាប់បដិសន្ធិក៏ម្ដាយនឹងលែងទូលធ្ងន់រែកធ្ងន់អីជាដើមយ៉ាងទៅមិនត្រឹមតែប៉ុណ្ណឹងទេញោមកូនមួយចំនួននឹងប្រើម៉ែប្រើឪនឹងណែកូនដែលកើតមកហើយបញ្ជាម៉ែឲ្យម្ដាយលំបាកសោកគ្រប់បែបយ៉ាងទាំងអស់ពេលដែលកូនកើតមកគឺមិនសូវប្រកបទៅដោយធម៌ប្រមាណទេញោមចាំសង្គមមើលអញ្ចឹងទៅដូចជាប្របាទអាជាតសតោហើយមកចាប់បដិសន្ធិនៅក្នុងអូតូរបស់ព្រះមេត្តាភ្លាមញោម
ធ្វើឲ្យព្រះមេត្តារបស់ខ្លួននឹងឈាមក្លៀមឈាមរបស់បិតារបស់ញោមបើម្ដាយនឹងមិនបានសើយនៅឈាមរបស់បិតានឹងជាតសតុនៅក្នុងអូតូនឹងនៅមិនសនុកបាក់មិនលហើយទេញោមចេះទៅរើអត្រិះអត្រុះនៅពងនឹងញោមក៏បីពិចារណាមើលដោយប្របានជាតសតុដល់តែមេត្តានឹងប្រសូតចេញមកញោមការខ្សែគប់ជាមួយនឹងភិក្ខុទេវទត្តអីជាដើមនោះភិក្ខុទេវទត្តនឹងឲ្យអាជាតសតុនឹងសម្លាប់បិតារបស់ខ្លួនបានអាជាតសតុនឹងវាកំណើតពីដើមមកជាក្មេងពីលជាក្មេងភ្លើជាក្មេងល្ងងចេះតែជឿតាមគេផ្ដេកដាស់ដោយអត់មានបញ្ញាពិចារណាមានអីញោមចង់ឡើងក្រងរាជអញ្ចឹងទៅបិតារបស់ខ្លួនឯណោះស្រឡាញ់កូនអើយស្រឡាញ់កូនកូនចង់បានអីកូនចង់បានអីប្រាប់ឲ្យមកកូនចង់ឡើងក្រងរាជប្រាប់ឲ្យមកកូនចង់ហូបអីប្រាប់បិតាមកបិតាតែងតែប្រាប់កូនប្រុសនឹងអញ្ចឹងដល់តែប្របាទអាជាតសតុនោះញោមអត់មានចង់បានអីទេគឺចង់សម្លាប់បិតារបស់ខ្លួននឹងតែហ្មងដល់តែមានវ័យវឌ្ឍនាការចម្រើនធំទៅនិយមណាយកបិតារបស់ខ្លួននឹងយកទៅដាក់នៅក្នុងគុកងងឹតមិនត្រឹមតែប៉ុណ្ណឹងទេមហាជនណាក៏ដោយចង់ទៅជួបប្របាទពំពិសាដែលជាបិតារបស់ខ្លួននឹងទៅជួបមិនអោយទៅជួបទេចង់យកបាយអីយកទៅអោយក៏អត់អោយចូលដែរញោមសួរថាប្របាទពំពិសានឹងស្លាប់អត់ញោមដល់កូនធ្វើដល់តែថ្នាក់នឹងទៅបិតានឹងដាច់ខ្យល់ស្លាប់ទៅញោមដល់តែថ្ងៃភរិយារបស់ខ្លួនឯណោថ្ងៃឆ្លងទន្លេណាញោមគ្រាន់តែកូនរបស់ខ្លួនកើតមកក៏ហមអងៀលយំអង្ងាប្របានអាជាតសតុឯនេះដឹងកំហុសខ្លួនឯងទៅហ្មងខ្ញុំគ្រាន់តែកូនប៉ុណ្ណឹងសោះខ្ញុំស្រឡាញ់ប៉ុណ្ណឹងចាស់បិតារបស់អាត្មាអញស្រឡាញ់អាត្មាអញប៉ុណ្ណាប៉ុណ្ណីទៅដល់តែអញ្ចឹងញោមបានដឹងខ្លួនខុសជាខាងក្រោយអញ្ចឹងកូនប្រុសកូនស្រីទាំងឡាយគាត់បីគិតអំពីគុណលោកឪពុកគាត់បីគិតអំពីគុណអ្នកម្ដាយកុំដល់ម្ដាយស្លាប់បាត់កុំដល់ទៅលោកឪពុកស្លាប់បាត់បានជានាំគ្នានិយាយពាក្យ4ម៉ាត់ថាកូនខុសហើយម៉ែកូននឹង1ម៉ាត់ខុស1ម៉ាត់ម៉ែ1ម៉ាត់ណាញោមណាកូនខុសហើយម៉ែឃើញទេបាននិយាយពាក្យថាកូនខុសហើយម៉ែកូនខុសហើយឲ្យសម្រាននៅលើគ្រែស្ដុកស្ដឹងម្ដាយសម្រាននៅលើគ្រែស្ដុកស្ដឹងដល់លើកសាកសពម្ដាយលើកសាកសពលោកឪពុកដាក់ក្នុងមឈូសហើយយើងជាកូនប្រុសយើងជាកូនស្រីនាំគ្នាស្រែកយំថាម៉ែអើយម៉ែកូនខុសហើយម៉ែកូនខុសហើយឲ្យឯណាលឺម៉ែឯណាលឺបើម៉ែស្លាប់បាត់ឲ្យស្លាប់បាត់ទៅហើយហ្នឹងម៉ែណាអត់ញោមដល់តែមានកូនមួយចំនួនអីជាដើមអញ្ចឹងទៅបានរបស់ឆ្ងាញ់អត់មានជូនម៉ែអត់មានជូនឪលុកស៊ីតែគ្នាគេនឹងតែហ្មងអញ្ចឹងគិតផងមានចំណីត្រីសាច់គាត់បីជូនម៉ែគាត់បីជូនឪទាន់ម៉ែទាន់ឪនៅហូបកើតញោមណាកុំដល់ម៉ែស្លាប់បាត់ឪស្លាប់បាត់បណ្ដឹងគុណម៉ែបណ្ដឹងគុណឪធ្វើបន់កតញ្ញូខែងងឹតអីជូនគាត់អីជាដើមនោះមិនប្រសើរទេសូមអនុមោទនាចាប្រជាពុទ្ធបរិស័ទដែលកំពុងតែទស្សនានៅក្នុងកម្មវិធីរបស់យើងខ្ញុំប្រកាសជឿជាក់ថាបន្ទាប់ពីអស់លោកស្រីប្រជាពុទ្ធបរិស័ទបានទស្សនានៅក្នុងកម្មវិធីបននេះអស់លោកស្រីដែលកញ្ញាប្រកាសជាកាត់នៅសទ្ធាជ្រះថ្លាហើយចង់បំពេញនៅបុណ្យកុសលជូនទៅដល់លោកអ្នកមានគុណការបំពេញនៅបុណ្យកុសលបុណ្យទានផ្សេងនោះគឺមិនប្រកាន់នៅពណ៌សម្បុរនៅទ្រព្យសម្បត្តិអ្វីនោះឡើយដោយគ្រាន់តែអស់លោកស្រីប្រជាពុទ្ធបរិស័ទកើតនៅសទ្ធាក្នុងការបំពេញបុណ្យនោះបុណ្យនឹងកើតមានឡើងលោកអ្នកមានគុណរបស់នាងខ្ញុំធ្លាប់ប្រាប់នាងខ្ញុំថា
ការដាក់ទៀនឬការបំពេញបុណ្យទោះបីជាទឹកមួយកែវដាក់ឲ្យអ្នកដែលស្រេកឃ្លាននោះក៏ជាបុណ្យកុសលមួយដែរចាយ៉ាងណាមិញពីកម្មវិធីក៏បានបង្ហាញនៅសកម្មភាពក្នុងការបំពេញបុណ្យថ្ងៃនេះដែលម្ចាស់ដើមទៀនប្រធានដើមបុណ្យធ្វើឡើងជូនចំពោះលោកអ្នកមានគុណប្រកបដោយគុណធម៌និងកតញ្ញូកតវេទីចាពីកម្មវិធីក៏ឈានដល់ទីបញ្ចប់ប៉ុន្តែមុននឹងឈានដល់ទីបញ្ចប់នាងខ្ញុំក៏សូមជម្រាបជូនទៅដល់អស់លោកស្រីប្រជាពុទ្ធបរិស័ទដែលមានបំណងចង់ធ្វើបុណ្យហើយចង់ទទួលបាននូវភាពងាយស្រួលចាចំណាយប្រាក់តិចនោះកុំភ្លេចតាក់ទងជាមួយនឹងហាងស្រីប៉ូស្មូតដែលហាងនាងខ្ញុំមានសេវាកម្មរៀបចំនៅក្នុងពិធីបុណ្យផ្សេងៗដែលមានតម្លៃថោកសមរម្យចាមានការទទួលរៀបចំយ៉ាងល្អប្រណិតផ្ដល់ជាកិត្តិយសជូនទៅដល់ម្ចាស់ដើមទៀនប្រធានដើមបុណ្យគ្រប់ទីកន្លែងតែម្ដងដែលលោកអ្នកគ្រាន់តែទំនាក់ទំនងមកតាមរយៈលេខទូរស័ព្ទ017 75 63 79 016 22 83 84ចានឹងមួយខ្សែទៀត023 21 90 និង 95យើងខ្ញុំនឹងរងចាំទទួលស្វាគមន៍អស់លោកស្រីអ្នកនាងកញ្ញាដោយក្តីរីករាយចាពីកម្មវិធីអនុមោទនាបុណ្យក៏ឈានមកដល់ទីបញ្ចប់ហើយយើងខ្ញុំនឹងសន្យាថាមកជួបអស់លោកស្រីប្រជាពុទ្ធបរិស័ទសាជាថ្មីនៅសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែលខណៈនេះខ្ញុំប្រកាសណានាងខ្ញុំសូមក្រាបថ្វាយបង្គំលានិងសូមគោរពលា